ចឹងវិធីមួយទៀតគឺលោកគ្រូអ្នកគ្រូចុចដូចគ្នាហើយនាំសិស្សចូលច្រើនបន្ទាប់មកលោកគ្រូអ្នកគ្រូអត់ចាំបាច់អាប់ឡូតទេចាអញ្ចឹងខ្ញុំធ្វើការជ្រើសរើសថ្នាក់អញ្ចឹងខ្ញុំថ្នាក់ទី3ខហើយខ្ញុំនឹងបញ្ចូលឈ្មោះគាត់តែម្ដងអញ្ចឹងគាត់ឈ្មោះ V វាងចាអញ្ចឹងខ្ញុំដាក់សរសេរតែម្ដងចាហើយចំពោះអ្នកប្រើប្រាស់នេះលោកគ្រូអ្នកគ្រូអាចចុចនៅលើនេះក៏បានឬក៏មិនបាច់រងចាំចឹងទេលោកគ្រូអ្នកគ្រូអាចធ្វើការដាក់ដោយខ្លួនឯងតែម្ដងលោកគ្រូអ្នកគ្រូចាអញ្ចឹងយើងវាយធ្វើម៉េចឲ្យយើងគិតថាអាចងាយស្រួលហើយ password គឺខ្ញុំតែតែប្រើ student admin ទី3ដើម្បីងាយស្រួលក្នុងការអាប់ឡូតចូលអញ្ចឹងគ្រូងាយស្រួលការប្រើប្រាស់យើងអត់ចាំបាច់វាអត់ច្រឡំច្រើនចាអញ្ចឹងថ្ងៃខែឆ្នាំកំណើតគាត់គឺថ្ងៃ1ខែ1ចាថ្ងៃ1ខែ1 2017ចាហើយគាត់ភេទប្រុសចាភេទប្រុសអញ្ចឹងនេះវាលោតមកហើយតែខ្ញុំចង់បំពេញឲ្យអស់ចាដើម្បីងាយស្រួលវាចូលទៅចាអញ្ចឹងខ្ញុំធ្វើការនាំចូលតែម្ដងអញ្ចឹងវាលោតបែបនេះចាអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងលោកគ្រូចាសូមអរគុណ